ពួកយើងមកពីក្រុមកាកបាទក្រហមដែលដឹកនាំដោយលោកគ្រូយឹមលាក់ហើយពួកយើងធ្វើអំពីប្រេងដូងត្រជាក់ហើយនៅក្នុងវីដេអូនេះក្រុមពួកខ្ញុំនឹងបង្ហាញពីដំណើរការនៃការផលិតប្រេងដូងត្រជាក់ជាដំបូងយើងត្រូវការសាច់ដូងស្រស់បន្ទាប់មកទៀតយើងយកសាច់ដូងនោះទៅថ្លឹងគីឡូដោយសាច់ដូងក្នុង1គីឡូយើងប្រើទឹកក្តៅចំនួនកន្លះលីត្រនិងទឹកត្រជាក់ចំនួន2លីត្របន្ទាប់មកទៀតយើងចាក់ទឹកត្រជាក់ចូលទៅក្នុងដូងនោះបន្ទាប់មកយើងយកទឹកក្តៅចាក់ទៅក្នុងសាច់ដូងនោះបន្ទាប់មកយើងច្របាច់វាដើម្បីយកខ្ទិះដូងបន្ទាប់មកទៀតយើងចាក់ទឹកខ្ទិះដូងដែលយើងបានច្របាច់មុននោះចូលថង់ដើម្បីរក្សាទុករយៈពេល6ម៉ោងពេលដែលយើងរក្សាទុកបាន6ម៉ោងយើងត្រូវយកទឹកខាងក្រោមចេញបន្ទាប់មកយើងចាក់ទឹកខ្ទិះចូលទៅក្នុងថង់មួយទៀតនៅពេលដែលយើងចាក់ចូលថង់រួចយើងត្រូវយកទៅរក្សាទុក24ម៉ោងទៀតដើម្បីឲ្យខ្ទិះនេះចេញប្រេងបានល្អយើងត្រូវតែចងថង់ឲ្យជាប់ល្អនេះគឺជាសមិទ្ធផលដែលយើងបានចម្រាញ់យកធ្វើជាប្រេង